ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះadminនឹងលើកយករឿងអ្នកគ្រូពេទ្យឆ្លងភពភាគទី2មកសប្បាយใจជូនបងប្អូនទស្សនាទាំងអស់គ្នាណាដោយបានមិនសូវរៀនឃើញថាប្រពន្ធចុងរបស់លោកមេតបបានបង្ហាញខ្លួនហើយស្រែកជំបង្វល់ឲ្យប្តីរបស់ខ្លួនជួយរកយុត្តិធម៌ឲ្យដោយចោទថាជួជីផនគឺជាអ្នកសម្លាប់កូនជាទីស្រឡាញ់ដែលទៅនឹងការរបស់នាងនោះទូស្រីរបស់យើងក៏បានតបថាលោកមេតបការពិតប្រពន្ធចុងរបស់លោកមិនបានមានផ្ទៃពោះនោះទេអាចចំណែកលោកមេតបវិញគឺគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននោះទូស្រីរបស់យើងក៏បាននិយាយបន្តទៀតថាមូលហេតុនោះគឺប្រពន្ធចុងរបស់លោកគឺបានប្រើប្រាស់ធម្មយ៉ាងដើម្បីកុហកថានាងមានផ្ទៃពោះហើយប្រសិនបើលោកមិនជឿអាចយកឆ្អឹងរបស់ទារកនោះមកពិសាបានតែទូស្រីរបស់យើងនិយាយចាប់ព្រាមប្រពន្ធចុងរបស់លោកមេតបចាប់បានភ័យព្រួយខ្លាចថាការប៉ុណ្ណឹងត្រូវបែកធ្លាយក៏បានរកលែងមកនិយាយថាលោកប្តីតើលោកប្តីមិនជឿអូនទេឬមិនចង់ឲ្យប្លង់របស់កូនយើងទៅកាន់សុគតិភពទេឬអញ្ចឹងមែនអូនសុខចិត្តស្លាប់ដើម្បីបញ្ចប់ភាពស្មោះត្រង់របស់អូននិងកូនរបស់យើងភ្លាមៗនោះដែរទូប្រុសរបស់យើងស្រាប់តែនិយាយថាស្រីអ៊ីតើអ្នកស្រីភ័យទៅអីលោកមេតបលោកគួរតែផ្ដល់ឱកាសទៅឲ្យជួជីញ័រម្ដងទៅមកលោកមេតបក៏បានបញ្ជាមនុស្សឲ្យទៅយកឆ្អឹងរបស់ទារកនោះមកនោះដែរប្រពន្ធចុងរបស់លោកមេតបពិតជាខឹងខ្លាំងមែនទែនហើយប្រុងនឹងហត់ទៅវាយជួជីញ័រទៅហើយប៉ុន្តែត្រូវបានទូស្រីរបស់យើងនាងគេចផុតទាន់ពេលនោះដែរលោកមេតបក៏បានបញ្ជាមនុស្សឲ្យទៅអញ្ជើញមេដោះនៅក្នុងរាជវាំងមកកាន់ផ្ទះរបស់គាត់ផងដែរនោះមួយសន្ទុះក្រោយមកអ្នកបម្រើក៏បានយកឆ្អឹងទារកនោះមកដល់ទូស្រីរបស់យើងក៏បានបង្គាប់ឲ្យលោកមេតបបន្តឈាមនៅលើឆ្អឹងនោះហើយពេលនោះដែរឈាមនោះក៏មិនបានជ្រាបចូលទៅក្នុងឆ្អឹងនោះទេនេះបានន័យថាឆ្អឹងមួយនេះមិនមែនជាកូនរបស់លោកមេតបនោះទេហើយដល់ពេលនោះមេដោះក៏បានអញ្ជើញមកដល់ល្មមទើបលោកមេតបក៏បានបញ្ជាឲ្យមេដោះនោះចូលទៅពិនិត្យរាងកាយរបស់ប្រពន្ធចុងរបស់គាត់ហើយបញ្ជាក់ថាតើនាងធ្លាប់មានផ្ទៃពោះពីមុនមកដែរឬទេពេលនោះដែរទូរស័ព្ទរបស់យើងក៏បានចាប់អារម្មណ៍ថាទូប្រុសកំពុងតែលួចមើលខ្លួនយើងក៏បានសួរថាព្រះអង្គម្ចាស់តើទ្រង់មើលខ្ញុំម្ចាស់ធ្វើអ្វីប្រុសរបស់យើងក៏បានតបថាខ្ញុំមើលទៅនាងដូចជាប្លែកៗមិនសមជាកូនរបស់លោកម្ចាស់ឈូសោះនោះមួយសន្ទុះក្រោយមកចេះតែចាំបាត់ទៅលោកមេតុបក៏បានចូលទៅមើលនៅក្នុងបន្ទប់ពេលនោះលោកក៏បានឃើញអ្នកបម្រើហើយនិងមេដោះកំពុងតែដេកសន្លប់នៅលើដីភ្លាមៗនោះគាត់ក៏បានដឹងការពិតថាកំហុសទាំងអស់គឺជាកំហុសរបស់ប្រពន្ធចុងរបស់គាត់ហើយគាត់ក៏បានបញ្ជាឲ្យមនុស្សទៅតាមចាប់នាងត្រឡប់មកវិញហើយគាត់ក៏បានសុំទោសទូរស័ព្ទរបស់យើងហើយក៏បានអនុញ្ញាតឲ្យនាងត្រឡប់ទៅផ្ទះវិញហើយគាត់ក៏បាននិយាយទៀតថាថ្ងៃស្អែកគាត់នឹងឡើងទទួលព្រះរាជាដើម្បីនឹងភាពសោកស្អំទៅកាន់នាងវិញហើយនៅពេលនោះដែរទូរស័ព្ទរបស់យើងក៏បានអរគុណទៅដល់ព្រះអង្គម្ចាស់ទី9ដែលបានជួយខ្លួនហើយព្រះអង្គម្ចាស់ទី9ក៏បាននិយាយថាតើនាងចង់យកអ្វីដើម្បីសងគុណយើងនៅទូរស័ព្ទរបស់យើងក៏បានតបថាខ្ញុំនឹងធ្វើតាមលក្ខខណ្ឌរបស់ទ្រង់3ដងដើម្បីទុកជាការសងគុណទៅកាន់ទ្រង់វិញលុះទូស្រីរបស់យើងមកដល់ផ្ទះភ្លាមក៏ត្រូវបានឪពុករបស់នាងស្វែងឲ្យជាខ្លាំងហើយគាត់បាននិយាយថាហេតុអីបានឆ្អែងខ្លាំងធំមានយកជីវិតគ្រួសារទាំងមូលដើម្បីទៅការពារខ្លួនឯងបែបនេះហើយនោះម្ដាយចុងនិងប្អូនស្រីចុងរបស់នាងក៏បានបន្តពីក្រោយដើម្បីចាក់រោគឲ្យឪពុករបស់នាងកាន់តែខឹងនាងទៅថានាងខំបោកស្រាយយ៉ាងណាក៏ដោយក៏ឪពុករបស់នាងមិនបានជឿនាងទេហើយគាត់ក៏បាននិយាយថាគាត់នឹងឡើងទៅសុំព្រះរាជាដើម្បីដកនាងចេញពីជួរនៃរាជពេទ្យចុងរបស់នាងក៏បានបន្តទៅថាបងទុំបារម្ភអីបងស្រីធំនឹងបានជំនួសតំណែងរបស់បងភ្លាមៗនោះដែរអ្នកប្រុសចូលក៏បានមកដល់ទីនេះដើម្បីសម្រេចពាក្យជាមួយនឹងទូស្រីរបស់យើងហើយនឹងអ្នកនាងទី4ដែលជាឈុតឈិញយាកនេះធ្វើជាអនាគតភរិយារបស់ខ្លួនវិញម្ដងពេលនោះទូស្រីរបស់យើងក៏បានយកព្រមប៉ុន្តែទូស្រីរបស់យើងក៏បានសុំរបបបញ្ចាំខ្លួនពីអ្នកប្រុសចូលនោះត្រឡប់មកវិញតែពេលនោះដែរមានហត់តាមសម្រួលទេគឺបោកចោលតែម្ដងពេលនោះទូស្រីរបស់យើងក៏ខំមកសង្កត់ចិត្តដើម្បីទូកំហឹងរបស់ខ្លួនហើយក៏បានលាកខ្លួនទៅកាន់បន្ទប់វិញក៏ត្រូវជួយចិញ្ចៀបង្អាក់ដោយនៅតម្រូវឲ្យទូស្រីរបស់យើងបកគលវត្ថុបញ្ចាំខ្លួនរបស់អ្នកប្រុសចូលទៅឲ្យនាងវិញព្រោះទូស្រីរបស់យើងក៏បានគប់ទៅឲ្យនាង